គូស្នេហ៍មួយគូត្រូវបង្ខំចិត្តលុបចោលពិធីមង្គលការរបស់ពួកគេបន្ទាប់ពីកូនកំលោះដែលជាទាហានជួរមុខត្រូវទៅសមរភូមិការពារព្រំដែនអំឡុងពេលមានការវាយប្រហារតាមអាកាសរបស់ប្រទេសថៃកាលពីថ្ងៃច័ន្ទខ្ញុំអត់អាចរៀបការបានដោយសារតែសង្គ្រាមរវាងថៃបាញ់មកលើកម្ពុជាអញ្ចឹងគឺខ្ញុំមានអារម្មណ៍ថាសោកស្ដាយបងគឺសោកស្ដាយខ្លាំងមែនទែនទី2គឺខាតគឺខ្ញុំខាតច្រើនគឺខ្ញុំត្រូវសងគេច្រើនមែនទែនដល់តែ 90% បងខ្ញុំតែងតែសង្ឃឹមថាវានឹងចប់ហើយវាអត់ដែរកើតឡើងទៀតទេបងសង្គ្រាមហ្នឹងការតបបានដូចថ្ងៃនេះអញ្ចឹងថ្ងៃខ្ញុំការនេះអញ្ចឹងគឺខ្ញុំអត់ដែរគិតសោះហ្មងថាវានឹងហ៊ានឈ្លានពានមកបាញ់មកទៀតអញ្ចឹងវាបាញ់មកទៀតអញ្ចឹងគេឲ្យខ្ញុំផ្អាកកម្មវិធីភ្លាមតែម្ដងឥឡូវហ្នឹងខ្ញុំនៅផ្ទះហ្នឹងខ្ញុំនៅដោះស្រាយរឿងលុយគេផងហើយនៅអង្គុយស្ដាប់ដេកស្ដាប់ក្របបាញ់រហូតនឹងគេរត់អស់ហើយនៅតែផ្ទះខ្ញុំហ្នឹងនេះម៉ែពូញអ្នកច្បាំងតាំងពីដូនតាកញ្ញាផាត់ឆារ៉ានិងគូដណ្ដឹងជាទាហានលោកខៀងវ៉ាន់ឆៃអាយុ30ឆ្នាំសង្ឃឹមថានឹងចាប់ផ្ដើមជីវិតជាប្តីប្រពន្ធជាមួយគ្នានៅក្នុងពេលឆាប់នេះនាងមានគម្រោងបើកហាងលក់គ្រឿងទេសតូចមួយខណៈដែលកូនកំលោះបន្តបម្រើការងារជាកងទ័ពប៉ុន្តែដោយសារតែស្ថានភាពកាន់តែអាក្រក់ទៅពិធីមង្គលការរបស់ពួកគេឥឡូវនេះត្រូវលុបចោលភ្លាមរដ្ឋមន្ត្រីក្រសួងព័ត៌មានបាននិយាយថាជនស៊ីវិល4នាក់ត្រូវបានរាយការណ៍ថាបានបាត់បង់ជីវិតនិង9នាក់បានរងរបួសខណៈដែលការប៉ះទង្គិចគ្នាបង្កឲ្យមានការជម្លៀសប្រជាជនខណៈកាំភ្លើងធំនិងសកម្មភាពតាមផ្លូវអាកាសជាច្រើនត្រូវបានរាយការណ៍នៅក្នុងតំបន់ក្បែរព្រំដែន។